ជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនពេលដែលយើងតឡើង Windows មកដល់ step មួយនេះស្រាប់តែបងអត់ឃើញមាន hard disk នៅកន្លែងនេះគឺអត់មាន hard disk ទេគឺតែទេចាស់ហ្មងអញ្ចឹងសម្រាប់បញ្ហាខាងលើនេះគឺដោយសារតែម៉ាស៊ីនរបស់យើងវាអត់ស្គាល់storage driver ហើយដើម្បីដោះស្រាយបងអាចមកធ្វើតាមវិធីខាងលើនេះបានទី1បងចុចនៅលើពាក្យថា load driver នេះមកហើយបន្តមកទៀតបងចុចជាពាក្យថា browse នេះនៅកន្លែងនេះបងមកពលា flash របស់យើងមកគឺឈ្មោះថា Ventoy ខាងលើនេះអក្សរទូចនេះបងចុចនៅលើសញ្ញាព្រួយមុខវាដើម្បីពលាហើយខ្ញុំពលាទៀតគឺយើងពលាដើម្បីចូលទៅរើមើល folder storage driver ដែលមាននៅក្នុង flash របស់យើងបង scroll ចុះមកក្រោមមកបងឃើញមាន folder មួយគឺឈ្មោះថា storage driver នេះអញ្ចឹងបងពលា folder ហ្នឹងទៀតមកតោះបងចេញនៅក្នុង folder នេះយើងឃើញមាន folder ផ្សេងច្រើនទៀតសំណួរសួរថាតើយើងរើសយក folder មួយណាដើម្បីឲ្យត្រូវជាមួយនឹងម៉ាស៊ីនរបស់យើងសម្រាប់វិធីដែលរើសគឺងាយទេគឺយើងត្រូវដឹងចំនួន CPU របស់យើងនេះជាក់ស្ដែងម៉ាស៊ីនរបស់ខ្ញុំ CPU វា Core i7 ចំនួនទី13 Core i ប៉ុន្មានអត់សំខាន់ចំនួននេះអញ្ចឹងចំនួនទី13បងមករើសបែបនេះបងមើលនៅក្នុង folder របស់យើងមានចំនួនទី12ដល់ទី13មានចំនួនទី12ដល់ទី15អញ្ចឹងបានន័យថា folder ពីរនេះខ្ញុំរើសជាមួយណាក៏បានដែរព្រោះវាមានចំនួនទី13ដូចគ្នាអញ្ចឹងបន្តមកទៀតនៅពេលដែលបងដឹងចំនួនម៉ាស៊ីនរបស់យើងហើយបងមករើសមកខ្ញុំរើសយកមួយនេះចុះអញ្ចឹងខ្ញុំពលា folder ហ្នឹងហើយខ្ញុំពលាទៀតខ្ញុំពលាដើម្បីទៅរើមើល folder មួយដែលមានឈ្មោះថា VMD អញ្ចឹងខ្ញុំពលាទៀតមកfolder driver នេះខ្ញុំពលាទៀតអញ្ចឹងនៅកន្លែងនេះយើងឃើញមាន folder មួយឈ្មោះថា VMD បងនេះអញ្ចឹងបងឃើញបែបនេះបង select នៅលើវាហើយបងចុច OK មកតោះបងអញ្ចឹងយើងចុច OK មកនៅពេលដែលបងចុច OK នៅកន្លែងនេះវានឹង list ចេញ item ចំនួន2ឬក៏3ទៅតាម brand របស់ម៉ាស៊ីនវា list ចេញទម្រង់បែបនេះអញ្ចឹងមកបងឃើញបែបនេះបងរើសយកមួយមកបងរើសយកមួយលើក៏បានមួយក្រោមក៏បានបងរើសហើយបង select ហើយបងចុច next នេះមកនៅពេលដែលបងចុច next ទៅវានឹងត្រឡប់មកនេះវានឹងត្រឡប់មកកន្លែង storage របស់យើងវិញហើយវានឹងបង្ហាញ storage របស់យើងចេញមកទាំងអស់បង្ហាញ hard disk របស់យើងមកវិញអញ្ចឹងនៅពេលដែលវាបង្ហាញមកយើងអាចតឡើង Windows ទៅ step បន្ទាប់ទៀតបានតោះបងអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចទៀតកន្លែងនេះកន្លែងដែលយើងរើសនេះបងចុចបែបហ្នឹងfolder ទាំងអស់នេះគឺគេធ្វើដើម្បីតម្រូវចំនួនម៉ាស៊ីនណាអាមួយនេះគឺតម្រូវជាមួយនឹងម៉ាស៊ីនដែលមាន CPU ចំនួនទី8ទី9 folder មួយនេះគឺតម្រូវជាមួយនឹងម៉ាស៊ីនដែលមាន CPU ចំនួនទី10ទី11អញ្ចឹងទី11ក៏ដាក់ត្រូវទី12ទី10ក៏ដាក់ត្រូវទី11ក៏ដាក់ត្រូវហើយមួយនេះដូចគ្នាដែរគឺតម្រូវជាមួយនឹងម៉ាស៊ីនចំនួនទី12 13ហើយមួយនេះគឺតម្រូវជាមួយនឹងម៉ាស៊ីនដែលមាន CPU ចំនួនទី12ដល់15អញ្ចឹងដើម្បីរើសគឺយើងមកមើលតាមហ្នឹងមកយើងគ្រាន់តែដឹងថាម៉ាស៊ីនរបស់យើង CPU ចំនួនទីប៉ុន្មានហើយបងរើសយក folder ឲ្យត្រូវតាមហ្នឹងទៅពេលដែលបងរើសហើយបងមកពលាមើល folder មួយដែលមានឈ្មោះ VMD ហ្នឹងមកនេះបងរើមើល folder មួយដែលមានឈ្មោះហ្នឹងហើយបងចុច OK ទៅអញ្ចឹងដូចមុនហ្នឹងមិនអញ្ចឹងបងនៅពេលដែលបងចុច OK ហើយនៅក្នុងផ្ទាំងមួយនេះវាចេញ item មក2ឬក៏3នេះបងវាចេញមកបែបហ្នឹងហើយបងរើសយកមួយខាងក្រោមនេះទៅឈ្មោះវាបែបហ្នឹងបងរើសហើយបងចុចយកពាក្យថា install នៅពេលដែលបង install ហើយវានឹងត្រឡប់មកផ្ទាំងpartition របស់យើងវិញដើម្បីឲ្យយើងរើស hard disk រើស drive ដើម្បីតឡើង Windows អញ្ចឹងសម្រាប់ម៉ាស៊ីនបងដែលមានបញ្ហាអត់ស្គាល់ hard disk បងអាចមកធ្វើតាមវិធីខាងលើនេះបាន